ទូតចិនប្រាប់អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកសិទ្ធិមនុស្សថាការអភិវឌ្ឍសិទ្ធិមនុស្សរបស់កម្ពុជាគួរតែទទួលបានការគោរពពីសហគមន៍អន្តរជាតិឯកឧត្តមវ៉ាងវិនពីនឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានលើកឡើងនៅចំពោះមុខអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាថាសមិទ្ធផលក្នុងការអភិវឌ្ឍសិទ្ធិមនុស្សរបស់កម្ពុជាគួរតែទទួលបានការគោរពពីសហគមន៍អន្តរជាតិការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតចិនធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តម Thomas Andrew អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជានៅថ្ងៃទី30ខែកក្កដាឯកឧត្តមវ៉ាងវិនពីនបានបញ្ជាក់លើបណ្ដាញសង្គម Facebook ផ្លូវការថាក្នុងរយៈពេលជិត30ឆ្នាំកន្លងមកនេះកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតដែលអាយុសង្ឃឹមកើនឡើងពី59ឆ្នាំក្នុងឆ្នាំ2000ដល់76ឆ្នាំសមិទ្ធផលក្នុងការអភិវឌ្ឍសិទ្ធិមនុស្សរបស់កម្ពុជាគួរតែទទួលបានការគោរពពីសហគមន៍អន្តរជាតិឯកឧត្តមឯកអគ្គរដ្ឋទូតចិនបង្ហាញការជឿជាក់ថាក្នុងរយៈពេល30ឆ្នាំខាងមុខបុព្វហេតុសិទ្ធិមនុស្សរបស់កម្ពុជានឹងមានការអភិវឌ្ឍកាន់តែធំធេងដោយឯកឧត្តមសង្កត់ធ្ងន់ថាយើងរីករាយក្នុងការចូលរួមកិច្ចសន្ទនាសមភាពគ្នាជាមួយប្រទេសកម្ពុជាដែលឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកដើម្បីរួមគ្នាជំរុញភាពរីកចម្រើននៃសិទ្ធិមនុស្សនៅទូទាំងពិភពលោក